នៅលើផែនដីយើងនេះមានកោះមួយដែលរដ្ឋាភិបាលហាមឃាត់មិនឲ្យមនុស្សសម័យទំនើបណាចូលឡើយសូម្បីតែឈានជើងចុងក៏មិនបានទៀតផងនរណាក៏ដោយដែលហ៊ានទៅជិតកោះនេះនឹងត្រូវប្រឈមមុខនឹងគ្រាប់ព្រួយពុលនិងការប្រហារជីវិតភ្លាមៗចំណេះដឹង3នាទីនឹងបកស្រាយពីអាថ៌កំបាំងនៃកោះ North Sentinel Island មួយនេះកោះតូចមួយនេះស្ថិតនៅមហាសមុទ្រឥណ្ឌាមានទំហំប្រហែល60គីឡូម៉ែត្រការ៉េប៉ុន្តែវាជាជម្រករបស់កុលសម្ព័ន្ធ Sentinelese ដែលបានរស់នៅកាត់ផ្ដាច់ពីពិភពលោកខាងក្រៅជាង 60000 ឆ្នាំមកហើយពួកគេមិនស្គាល់បច្ចេកវិទ្យាមិនស្គាល់ភ្លើងអគ្គិសនីហើយក៏គ្មានអភ័យឯកសិទ្ធិប្រឆាំងនឹងជំងឺសម័យទំនើបនោះដែរប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកញ័ររន្ធត់គឺអាកប្បកិរិយារបស់ពួកគេចំពោះមនុស្សខាងក្រៅក្នុងឆ្នាំ1981កប៉ាល់ដឹកទំនិញមួយបានទៅនៅលើកោះនេះក្រុមនាវិកត្រូវស្ទុះរត់ឡើងឧទ្ធម្ភាគចក្រទាំងភ័យខ្លាចបន្ទាប់ពីឃើញជនជាតិកោះរាប់សិបនាក់តម្រង់ព្រួញមកលើពួកគេហើយករណីចុងក្រោយក្នុងឆ្នាំ2018បេសកជនអាមេរិកម្នាក់ឈ្មោះ John Allen Chow បានរួចចូលទៅកាន់កោះនេះដើម្បីផ្សព្វផ្សាយសាសនាប៉ុន្តែត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះរាងកាយរបស់គាត់ត្រូវបានគេប្រទះឃើញអុសតាមឆ្នេរខ្សាច់ដោយគ្មានជីវិតឡើយបច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌាបានចេញច្បាប់តឹងរ៉ឹងបំផុតដោយហាម5ទូកឬមនុស្សណាទាំងអស់ចូលជិតកោះនេះចម្ងាយ5គីឡូម៉ែត្រមូលហេតុធំបំផុតមិនមែនគ្រាន់តែដើម្បីការពារជីវិតអ្នកទេសចរនោះទេប៉ុន្តែគឺដើម្បីការពារកុលសម្ព័ន្ធ Sentinelese ខ្លួនឯងដោយសារពួកគេគ្មានប្រព័ន្ធការពាររាងកាយដូចយើងគ្រឿងប្រាសាយធម្មតាដែលឆ្លងមួយពីយើងអាចលុបបំបាត់ពូជសាសន៍ពួកគេទាំងមូលបានរហូតមកដល់សពថ្ងៃយើងនៅតែមិនដឹងថាតើមានមនុស្សប៉ុន្មានអ្នកពិតប្រាកដរស់នៅលើកោះនោះហើយភាសាដែលពួកគេនិយាយគឺជាភាសាអ្វីឲ្យបង្កត់នោះឡើយតើអ្នកគិតថាគេគួរបណ្ដោយឲ្យពួកគេរស់នៅកាត់ផ្ដាច់បែបនេះរហូតឬគួរបញ្ជូនក្រុមស្រាវជ្រាវទៅជួយខមមិនមតិរបស់លោកអ្នកនៅខាងក្រោមនិងចុច Subscribe Channel ឥឡូវនេះដើម្បីជួបគ្នាក្នុងវីដេអូអាថ៌កំបាំងបន្តទៀតសូមអរគុណ